บសួរពុកម៉ែបងប្អូនខ្ញុំចង់បង្ហាញពីរបៀបធ្វើទឹកសណ្តែកខ្មៅយើងមានទឹកដោះគោសណ្តែកហើយនិងអំបិលចាយើងលាងសណ្តែកត្រាំទុកឲ្យបានរយៈពេល2ម៉ោងឲ្យសណ្តែករីកហើយចាំយើងយកមកស្ងោរចាហើយស្ងោរនោះយើងចំណាយពេលស្ងោរប្រហែលជា2ម៉ោងទើបគ្រាប់សណ្តែកយើងឆ្អិនល្អចាពេលដែលគ្រាប់សណ្តែកឆ្អិនគឺយើងស្ទាបទៅវាទន់ចានៅពេលដែលទន់ហើយយើងចាក់ទឹកដោះគោចូលហើយយើងដាក់អំបិលបន្តិចហើយបានយើងយកវាមកកិនចាសណ្តែកពណ៌ខ្មៅឃើញឆ្នាំងយើងឡើងខ្មៅចាហើយពេលដែលយើងកិនកន្លុកទៅយើងអាចថែមទឹកឃ្មុំបន្តិចបន្តួចតាមដែលយើងចូលចិត្តចាតាមរសជាតិដែលបងប្អូនចូលចិត្តហើយញ៉ាំនៅពេលព្រឹកគឺល្អណាបងដោយសារសណ្តែកខ្មៅពិតជាមានអត្ថប្រយោជន៍ណាស់សម្រាប់សុខភាពដោយសារសណ្តែកខ្មៅមានប្រូតេអ៊ីនជាតិរ៉ែជាតិដែកដែលអាចធ្វើឲ្យមានសមតុល្យនៅក្នុងឈាមរបស់យើងហើយអាចការពារជំងឺមហារីកផងដែរនិងអាចការពារជំងឺទឹកនោមផ្អែមដូច្នេះបងប្អូនគួរទទួលទានសណ្តែកខ្មៅចូលជាអាហារប្រចាំថ្ងៃរបស់បងប្អូនផងណាសូមអរគុណ